ខ្ញុំសូមគោរពលោកខៀវសុខេស្ថាបនានាយកនៃសាលារៀនអន្តរជាតិសិនជាទីគោរពដ៏ពងពោះសូមគោរពគណៈកម្មការទាំងអស់ជាទីគោរពសូមគោរពលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សទាំងអស់ដែលមានវត្តមាននៅទីនេះជាទីគោរពនិងរាប់អាននាងខ្ញុំឈ្មោះសិដ្ឋារចនាជាសិស្សអ្នកទី4កនៃសាលារៀនអន្តរជាតិអ៊ីសិនថ្ងៃនេះនាងខ្ញុំពិតជាមានអារម្មណ៍រីករាយខ្លាំងណាស់ដែលបានឡើងមកអាននៅប្រធានបទមួយដែលមានចំណងជើងថាបញ្ចូលបារាំងសូមអង្គវេទិកាទាំងមូលចូលរួមសាស្ត្រដូចតទៅបញ្ចូលបារាំងកាលពីដើមមានយុវជនម្នាក់ឈ្មោះកំសាន្តកំព្រាឪពុកតាំងពីតូចកំសាន្តឃើញកំតស៊ូពុះពៀការលំបាកគ្រប់បែបយ៉ាងរហូតបានបញ្ចប់ការសិក្សាស្មារតីធនធានថ្ងៃមួយកំសាន្តបានដាក់ពាក្យសុំចូលធ្វើការនៅធនាគារមួយពេលទៅដល់កំសាន្តលើកដៃសំពះដោយសុភាពរួចហុចពាក្យសុំចូលធ្វើការទៅលោកនាយកធនាគារលោកនាយកពិនិត្យមើលរួចហុចពាក្យនោះឲ្យមកកំសាន្តវិញព្រមទាំងប្រាប់ថាលោកស្ដាយណាស់ដោយនៅពេលនេះមានបុគ្គលិកគ្រប់គ្រាន់ហើយបើលោកត្រូវការបុគ្គលិកបន្ថែមទៀតលោកនឹងឲ្យដំណឹងកំសាន្តក៏សំពះគ្នាត្រឡប់មកវិញពេលកំពុងដើរត្រឡប់មកវិញកំសាន្តឃើញចូលបារាំងមួយក៏អន់រទុកឃើញកាយវិការដូច្នេះលោកនាយកគិតក្នុងចិត្តយុវជននេះមានសម្ដាប់ស្នប់ល្អនិងមានគំនិតចេះសន្សំសំចៃជាទីបញ្ចប់នេះខ្ញុំសូមថ្លែងអំណរគុណដល់អង្គវិធីទាំងមូលដែលបានចំណាយពេលវេលាដ៏មានតម្លៃយកចិត្តទុកដាក់សម្រាប់ការអានរបស់នាងខ្ញុំតាំងពីដើមរហូតដល់ចប់នៅពេលនេះការអានរបស់នាងខ្ញុំបានបញ្ចប់សូមអរគុណ